ខ្ញុំមានកូនមួយទៀតដល់ពេលចូលរៀនខ្ញុំនឹងដាក់កូនមួយទីនឹងតែម្ដងបាទជម្រាបសួរខ្ញុំបាទឈ្មោះហេងវិរៈវត្តជាអាណាព្យាបាលសិស្សឈ្មោះវត្តពេជ្រអេលីតាតែកំពុងតែសិក្សានៅក្នុងសាលាអន្តរជាតិ Vision Bridge អ្វីដែលខ្ញុំចាប់អារម្មណ៍ក្នុងការដែលគាត់ផ្ដល់ឲ្យនឹងពិសេសគឺភាសាគឺនៅក្នុងសាលាអន្តរជាតិនេះគាត់បានផ្ដល់ឲ្យយើងចំនួន3ភាសាគឺមានភាសាខ្មែរភាសាអង់គ្លេសនិងភាសាចិនហើយលើពីនឹងទៀតគាត់យកស្តង់ដារមកពី ICC ដែលមកពីប្រទេសចិនផ្ទាល់ហើយបូករួមទៅនឹងភាសាអង់គ្លេសបន្ថែមទៀតគឺមកពីកម្មវិធី Oxford ប្រទេសអង់គ្លេសហើយខ្ញុំឃើញថាបន្ទាប់ពីកូនខ្ញុំបានចូលរៀនមួយរយៈគាត់ទទួលបានទៅនឹងការផ្លាស់ប្ដូរច្រើនមែនទែនខ្ញុំចាប់ផ្ដើមឃើញភាសាខ្មែររបស់គាត់គឺគាត់អាចអានតួអក្សរខ្មែរបានប្រកបជាបច្ចុប្បន្នជាអ្នកបានហើយនឹងស្រាក់បានលើសពីការសិក្សារបស់គាត់ខ្ញុំសង្កេតឃើញថាសាលាបានផ្ដល់ឲ្យជាកម្មវិធីហាត់តៃក្វាន់ដូហើយនឹងការបង្រៀនហាត់ទឹកថ្ងៃណាដែលមានកម្មវិធីហាត់ទឹកគឺគាត់ត្រេកអរមកគាត់ចាប់ផ្ដើមរៀបចំសម្លៀកបំពាក់របស់គាត់មកគាត់ថាគាត់សប្បាយជាមួយនឹងមិត្តភ័ក្តិនៅទីហ្នឹងអញ្ចឹងហើយខ្ញុំគិតថាវាល្អខ្លាំងមែនទែនដែលគាត់បានទទួលនៅបទពិសោធន៍ថ្មីសម្រាប់ជីវិតរបស់គាត់ក៏ដូចជាការសិក្សារបស់គាត់ដែរខ្ញុំជាឪពុកម្ដាយបើអាចបានក៏ខ្ញុំនៅក្មេងខ្ញុំចង់មករៀនមែនទែននៅក្នុងសាលាហ្នឹងបាទព្រោះចូលមកមានបរិយាកាសកក់ក្ដៅទីធ្លាល្អមានកន្លែងលេងហើយបងសន្តិសុខគាត់នៅខាងមុខគឺគាត់ការពារសុខភាពដល់យើងឪពុកម្ដាយដែលបានជូនកូនមកហើយលើពីនឹងទៀតការពារកូនយើងរហូតដល់ក្នុងសាលាតែម្ដងចំពោះលោកគ្រូអ្នកគ្រូគឺគាត់ល្អមែនទែនគាត់ទទួលកូនរបស់ខ្ញុំដល់ម៉ោងចូលរៀនគឺគាត់ទទួលយកទៅក្នុងថ្នាក់ហើយគាត់បង្ហាញពីការដែលព្រួយបារម្ភការយកចិត្តទុកដាក់លើកូនរបស់ខ្ញុំមែនទែនទាក់ទងទៅនឹងតម្លៃរបស់សាលាគឺល្អមែនទែនជាសាលាស្តង់ដារអន្តរជាតិតែតម្លៃរបស់គាត់អាចយើងបង់ជាខែក៏បានឬក៏ជាឆ្នាំក៏បានបាទគឺងាយស្រួលដល់ខ្ញុំមែនទែនក្នុងការដែលយើងអាចរៀបចំទៅនឹងហិរញ្ញវត្ថុរបស់ក្រុមគ្រួសារខ្ញុំហើយលើពីនឹងទៀតគឺខ្ញុំងាយស្រួលក្នុងការដែលយើងបង់ទៅខាងសាលាឲ្យបានទាន់ពេលវេលា